សួស្តីពុកម៉ែបងប្អូនអ៊ំពូមីងចាមកហូបជាមួយនឹងខ្ញុំឆាបន្លែគ្រប់មុខពុកម៉ែបងប្អូនគឺផ្កាខាត់ណាណាហើយបើនិយាយពីរឿងឆាបន្លែគ្រប់មុខអញ្ចឹងខ្ញុំនិយាយពីរឿងខ្ញុំពីក្មេងម៉ែខ្ញុំគាត់ប្រាប់ថាចាកូនឯងម៉ែស្លមានបន្លែមានត្រីមានសាច់អីអញ្ចឹងកូនឯងចេះហូបបន្លែខ្លះផងកុំឲ្យហូបតែត្រីពេកសាច់ពេកវាអត់វាប៉ះពាល់ទៅដល់កាពះអត់ទេពុកម៉ែបងប្អូនណាគឺថាបើមិនបានសាច់សុទ្ធឬក៏ត្រីសុទ្ធទេគឺថាមិនហូបតែម្ដងតែមកដល់វ័យនេះណាពុកម៉ែបងប្អូនហេតុអីបានជាខ្ញុំចូលចិត្តបន្លែគ្រប់មុខចាមិនថាឆាបន្លែគ្រប់មុខឬក៏បន្លែអីទេគឺថាវ័យហ្នឹងចូលចិត្តជាពិសេសគឺបាញ់ឆាវនំបញ្ចុកនំគ្រក់អីពីដើមពុកម៉ែបងប្អូនគឺថាខ្ញុំអត់ចំណូលទេចាឲ្យតែម៉ែធ្វើម្ដងខ្ញុំសាំបាច់ឲ្យខ្ញុំហូបក៏បានដែរខ្ញុំអត់ខឹងទេចាតែមកដល់វ័យនេះពុកម៉ែបងប្អូនចឹងបានថាមនុស្សយើងវិវត្តពីមួយដំណាក់កាលទៅមួយដំណាក់កាលគឺថាវ័យនេះគឺខ្ញុំចូលចិត្តគ្រប់មុខតែម្ដងមិនថាបាញ់ឆាវនំបញ្ចុកឬក៏ឆាបន្លែគ្រប់ខ្ញុំចូលចិត្តហូបទាំងអស់ចាហើយខ្ញុំសង្កេតមើលទៅដល់វ័យម៉ែខ្ញុំទៀតដល់តែពេលគាត់ចាស់ដល់ដំណាក់កាលដូចម៉ែខ្ញុំទៅវិញគាត់ហូបបានទៅជាត្រីងៀតទុំអាឡឹកត្រីងៀតទុំស្វាយនោះទៅ